ជំរាបសួរខ្ញុំបាទសុកច័ន្ទដុល្លារមកពីខាងក្រុមហ៊ុន Benjaran Asset Management Cambodia មកកខ្ញុំឡុងសវណ្ណារីមកពីខាងក្រុមហ៊ុនមូលបត្រ Acedina មកកដែលថ្ងៃនេះពួកយើងទាំងពីរនឹងធ្វើសេចក្តីបញ្យល់ស្តីអំពីតម្លៃទ្រព្យកម្មនៃមូលនិធិបាទថ្ងៃនេះពួកយើងទាំងពីរនេះនឹងលើកយកសំណួរដែលពួកយើងតែងតែទទួលបានពីវិនិយោគិនជាញឹកញាប់បាទជាពិសេសសម្រាប់បងប្អូនដែលគាត់បានធ្វើបរិយាកាសកម្មទៅលើមូលនិធិ BAF តាំងពីលើកដំបូងចាខ្ញុំត្រូវហើយបងហើយក៏វាជាសំណួរមួយដែលមានសារៈសំខាន់ដែលវិនិយោគិនក៏គាត់ភាគច្រើនគឺសាកសួរជាញឹកញាប់ក៏ប៉ុន្តែគឺពួកយើងមិនសូវជាបានលើកយកមកនិយាយទេអញ្ចឹងថ្ងៃនេះអាចជាឱកាសដ៏ល្អបំផុតដែលវិនិយោគិនគ្រប់រូបគាត់គួរតែយល់ច្បាស់អំពីចំណុចមួយនេះបាទពេលនេះគឺយើងមានវិនិយោគិនម្នាក់ដែលគាត់សាកសួរថាប្រសិនបើខ្ញុំធ្វើបរិវិសកម្មនៅក្នុង BAF ក្នុងថ្ងៃនេះហេតុអ្វីបានជាខ្ញុំមិនដឹងទៅលើតម្លៃ NAV បានព្រាមបាទនៅពេលដែលលោកអ្នកវិនិយោគទៅក្នុងមូលនិធិ BAF ចំនួនឯកតាមូលនិធិដែលលោកអ្នកមានគឺត្រូវបានគណនាដោយផ្អែកទៅលើ NAV របស់មូលនិធិពាក្យពេញរបស់ NAV គឺមានន័យថា Net Asset Value ជាភាសាខ្មែរហៅថាតម្លៃទ្រព្យសកម្មទោះជាយ៉ាងណាតម្លៃ NAV មិនអាចគណនាភ្លាមៗនៅក្នុងថ្ងៃដែលលោកអ្នកធ្វើបរិយាកាសកម្មនោះទេបាទមូលហេតុដោយសារតែ BAF នឹងយើងត្រូវបានវិនិយោគទៅក្នុងទីផ្សារផលបត្តិជាច្រើននៅក្នុងប្រទេសផ្សេងៗគ្នានិងតំបន់ខុសៗគ្នារីឯតម្លៃពីហ៊ុនទាំងនោះយើងអាចកំណត់ច្បាស់លាស់បានដូចថាតែទីផ្សារទាំងនោះត្រូវបានបិទភាគច្រើនគឺនៅពេលល្ងាចបាទនៅពេលទីផ្សារភាគហ៊ុនទាំងអស់នោះត្រូវបានបិទយើងយកតម្លៃបិទជាផ្លូវការមកគណនាតម្លៃសរុបនៃមូលនិធិហើយយើងកំណត់តម្លៃ NAV សម្រាប់ថ្ងៃនេះដើម្បីប្រកាសជាផ្លូវការនៅថ្ងៃបន្ទាប់ចឹងជារួមមកដើម្បីមានភាពងាយស្រួលបានន័យថាសម្រាប់លោកអ្នកដែលបានធ្វើបរិវិសកម្មក្នុងថ្ងៃនេះតម្លៃ NAV ចុងក្រោយនឹងត្រូវបានយកមកគណនារួចហើយត្រូវប្រកាសនៅថ្ងៃបន្ទាប់ការធ្វើបែបនេះគឺដើម្បីធានាឲ្យបានថាតម្លៃ NAV គឺត្រូវបានគណនាដោយមានភាពត្រឹមត្រូវតម្លាភាពនិងយុត្តិធម៌សម្រាប់វិនិយោគិនគ្រប់រូបដំណើរការមួយនេះគឺត្រូវបានអនុវត្តទៅតាមស្តង់ដារវិនិយោគអន្តរជាតិនិងជួយការពារវិនិយោគិនដោយធានាថាអ្នកដែលបានធ្វើបរិវិសកម្មទៅក្នុងមូលនិធិគឺទទួលបាននូវការគណនាតម្លៃ NAV យ៉ាងត្រឹមត្រូវនិងស្មើភាពគ្នាប្រសិនបើលោកអ្នកមានសំណួរបន្ថែមទាក់ទងជាមួយនឹង BAF ពួកយើងបានរៀបចំខិត្តប័ណ្ណក៏ដូចជាឯកសារផ្សេងៗដែលជួយឲ្យលោកអ្នកកាន់តែយល់ច្បាស់អំពីដំណើរការនៃមូលនិធិនិងជាមួយនឹងអត្ថប្រយោជន៍ដែលលោកអ្នកអាចនឹងទទួលបានសម្រាប់លោកអ្នកដែលចង់បានការពិភាក្សានៅលម្អិតជាងនេះបន្ថែមលោកអ្នកអាចជួបជាមួយនឹងក្រុមការងាររបស់ពួកយើងដោយផ្ទាល់បានដែលគ្រាន់តែអញ្ជើញមកដល់ទីតាំងរបស់ពួកយើងដែលមានទីតាំងនៅកោះពេជ្រអគារ Morgan ចន្ទទី12ឬក៏នៅការិយាល័យក្រុមហ៊ុនមូលបត្រ Acedina មកក